កាលអង្គព្រះមានបុណ្យទ្រង់មានគុណខ្ពស់បំផុតបានត្រាស់ជាព្រះពុទ្ធញាណបរិសុទ្ធស្រេចកាលណាបាទសូមគោរពជំរាបសួរដល់បងប្អូនទាំងអស់ที่ស្រឡាញ់រាប់អានហើយថ្ងៃនេះយើងនឹងមកស្ដាប់នៅការសូត្រអត្ថបទរឿងព្រះចង្កូមកែវនៅថ្ងៃមុនខ្ញុំបានធ្វើការសូត្រពីត្រឹមទំព័រទី7ដល់13នេះណាហើយដល់ពេលនេះគឺយើងសូត្រមួយវគ្គទៀតគឺយើងសូត្របទព្រហ្មកិត្តកាលអង្គព្រះមានបុណ្យទ្រង់ព្រះគុណខ្ពស់បំផុតបានត្រាស់ជាព្រះពុទ្ធញាណបរិសុទ្ធស្រេចកាលណាហើយយាងប្រដៅសัตว์ឲ្យកំចាត់រាគៈតណ្ហាទាំងមនុស្សនិងទេវតាដោយមេត្តាមិនមានឈប់មិនខានមួយវេលាត្រាំងទេសនាទាំងយប់ថ្ងៃយប់លុងដល់ព្រះចំភពព្រះជន្មគ្រប់80គុតហើយយាងត្រាច់ដំរងទៅឯក្រុងឈ្មោះប្រាកដកុងសិងនរារតទ្រង់កំណត់ព្រះសាស្យាទុំក្នុងសាលវ័នជាតំបន់សួនព្រឹក្សានៃមលក្សត្រត្រាដ៏ថ្លៃថ្លាប្រសើរលុនគ្រានោះព្រះលោកនាថទ្រង់អាពាតជាទុំងុនតែទ្រង់ខំអត់ធន់ប្រឹងគិតគុណអវាទព្រះសង្ឃដែលអង្គភិវ័នមានអានន្ទជាដើមអាចហាចូលកុំប្រមាទប្រឹងសង្វាតពិចារណានឹកដល់គ្រឿងលៃលោកឲ្យកើតមកជាអាត្មាដែលប្រាជ្ញតែងហៅថាសង្ខារាជាអ្នកសំតាំងតែងឲ្យកើតជាមនុស្សទេវតាសត្វតូចធំកើតហើយក៏រលំមិនដែលសមដូចប្រាថ្នាហេតុនោះអ្នកទាំងឡាយគូខ្វល់ខ្វាយខំឧស្សាហ៍ប្រញាប់រកប្រាជ្ញាពិចារណាឲ្យឃើញពិតកុំនាំគ្នាភ្លើតភ្លើនកុំប្រហើនប្រហែសចិត្តកុំធ្វេសភ្លេចគុំនិតត្រូវតែគិតកងសង្ខារឲ្យឃើញថាមនុស្សសត្វតែងវិបត្តិច្រើនប្រការគ្មានសុខគ្មានខ្លឹមសារគ្រប់សង្ខារមិនដែលខានព្រោះអញតាំងថាគុតនឹងរំលត់ឧបបាទានយ៉ាងចោលអ្នករាល់ប្រានចូលនិព្វានថ្ងៃនេះឯងតែធម៌វិន័យណាដែលតាំងថាគុតបានថ្លែងទេងស្នាប្រសំដែងតែងជាច្បាប់សម្រាប់រៀនចូលអ្នករាល់អង្គាកុំនាំគ្នាខ្ជិលអៀនព្រៀនខ
ខំរិះខំរករៀនកុំបៀតបៀននឹងគ្នាតថាគតគង់នៅប្រងប្រាប់ផ្លូវធัวទេសនាតែមួយអង្គអាត្មាគ្មានសាស្តាជាពីរអង្គបាទនៅក្នុងអត្ថបទនេះយើងមើលខាងលើនោះឃ្លាខាងលើតែធัวវិន័យណាហ្នឹងលោកដាក់លេខយោងមួយហ្នឹងគឺបញ្ជាក់នៅខាងក្រោមបន្ទាត់ហ្នឹងយើងមានលេខ1ហ្នឹងដាក់ពាក្យថាធัวនឹងវិន័យនេះគឺបានដល់បត្រៃវិដកមួយចប់ដែលមានព្រះធម្មខណ្ឌ 84000 គឺធัวបានខាងព្រះសតនបិដកមាន 21000 បឋមខណ្ឌនិងព្រះអភិធម្មបិដកមាន 42000 បឋមខណ្ឌវិន័យបានខាងឯព្រះវិន័យបិដកមាន 21000 បឋមខណ្ឌរួមទាំងអស់ត្រូវជា 84000 បឋមខណ្ឌធម៌វិន័យទាំង 84000 បឋមខណ្ឌនេះហើយជាគ្រូអាចារ្យព្រានប្រដៅមនុស្សនិងទេវតាដល់រាបដល់សត្វដល់សពថ្ងៃនេះនឹងតទៅខាងមុខទៀតជាយូរអង្វែងដូចជាពុទ្ធ 84000 ព្រះអង្គយាងប្រោសសត្វជំនួសព្រះពុទ្ធជាម្ចាស់នៅក្នុងលោកហ្នឹងគឺលោកចង់បញ្ជាក់ពាក់ព័ន្ធជាមួយនឹងធម៌វិន័យដែលបន្សល់ទុកទោះបីជាព្រះអង្គលោកបរិនិព្វានទៅហើយក៏ពិតមែនប៉ុន្តែធម៌វិន័យហ្នឹងគឺជាគ្រូរបស់អ្នកណាជាគ្រូនៃទេវតានិងមនុស្សទាំងឡាយនឹងឯងដែលប្រាប់បង្ហាញផ្លូវហ្នឹងតាំងថាគុណនិព្វានទៅមានគ្រូតម្រង់5ផ្លូវឲ្យត្រូវត្រង់ច្រើនព្រះអង្គយ៉ាងអឡាគឺធัว84000ច្រើនគ្រប់ប្រការនឹងជាគ្រូអាចារ្យបដិហាជួយសំដែងប្រងសត្វមនុស្សទេវតាដោយមេត្តាឥតថ្លឹងថ្លែងជំនួយជួយចាត់ចែងឲ្យឃើញស្ដែងច្រើនវសាចូលអ្នករាល់ប្រានកុំបីមានពោកុំបីមានចូលអ្នករាល់ប្រានកុំបីមានពាក្យពោលថាហើយលើយើងរាល់គ្នាមានសាំងស្ដាកន្លងបាត់សំដែងតែងបញ្ញត្តិទុកប្រងសត្វច្រើនប្រការព្រះធម៌វិន័យនោះនឹងសង្គ្រោះជាអាចារ្យជាគ្រូប្រាប់កិច្ចការយ៉ាងពឹងស្ដាគ្រប់កន្លែងទើបពុទ្ធបរិស័ទណាមានសទ្ធាហើយប្រឹងប្រែងប្រតិបត្តិដោយកោតក្រែងអ្នកនោះឯងនឹងប្រាកដថាធ្វើសង្ការៈគិរវៈតាំងថាគុតរាប់រកដោយមត់ចត់ព្រុងប្រតិបត្តិតាមលំអានព្រះអង្គត្រាស់ដូច្នេះតពីនេះទ្រង់ចូលឈានរំងាប់អង្គបាទានទ្រង់និព្វានអង្គសង្ខារគ្រានោះដែនដីធំគិរីភ្នំមេឃអោឡាសង្មុតកើតអង្គចាច្រើនប្រការជួយសង្វេគនៅក្នុងលេខយោងទី1ហ្នឹងគឺដាក់ជន4ពួកគឺភិក្ខុភិក្ខុនីឧបាសកបាសិកាហៅថាពុទ្ធបរិស័ទឬហៅថាពុទ្ធសាសនិកជននិងពុទ្ធមេមកជនដូច្នេះវិញក៏បាន
ទី2នោះលេខយោងទី2នោះត្រង់និព្វានអស់សង្ខារនោះក៏លោកបញ្ជាក់ថាតាំងពីទ្រង់បានត្រាស់មកទល់នឹងចូលនិព្វាន45ឆ្នាំគិតរួមទាំងឆ្នាំដែលបច្ចុប្បន្ននៅជាកុហក29ឆ្នាំនិងធ្វើទុក្ករកិរិយា6ឆ្នាំផងត្រូវជាប្រជជន80ព្រះវស្សាទ្រង់ប្រណិពាននៅថ្ងៃអង្គារពេញបរមីខែពិសាខឆ្នាំម្សាញ់ជួយស្ដាយព្រាំងពីចិត្តជួយអាណិតជាអង្ណែកត្បិតទ្រង់កំពុងចែកធัวយ៉ាងឯកប្រងសំសัตว์មិនតន់យូរប៉ុន្មានទ្រង់នឹកពៀនបងបាត់ចាងចោលពុទ្ធបរិស័ទឲ្យសោតស្ងាត់ទាំងប្រុងស្រីកាលដែលព្រះទ្រង់ញៀនស្ដេចនឹកពៀនទៅថ្មីគ្រានោះសហមបតីព្រំជាអីសូលោកាបានពោលពាក្យប្រាកដជាបានបត់ព្រះគាថាអោសត្វនានានឹងទេវតាមនុស្សទាំងឡាយតែងស្លាប់បងអន្តរាយឆ្អឹងខ្ចាត់ខ្ចាយលើផែនដីសូមបីព្រះសាស្តាគ្រូទេវតាមនុស្សប្រុសស្រីមានជោគលើលោកបីឥតមានអ្វីប្រៀបផ្ទឹមដល់ព្រះអង្គជាសម្ពុទ្ធតាំងថាគតទុងសុពលទ្រង់កាត់គ្រឿងកង្វល់អង្គគ្មានសល់ពិតដូច្នោះក៏ទ្រង់ចូលនិព្វានចាងចោលឋានមនុស្សនឹងស្មោះព្រះសពព្រះអង្គនោះតើបងក្នុងទីណាឯអង្គអមរិនគឺព្រះអិនស្ដេចទេវតាបានពោលព្រះគាថាជាវាចាយ៉ាងឧត្តមថាអោគូសងវែកស្លុតចិត្តពេកដល់គ្រឿងផ្សំឲ្យកើតសត្វតូចធំដែលនិយមហៅសង្ខារតាំងតែងធ្វើឲ្យកើតជាកំណើតគ្រប់ប្រការនៅក្នុងភពរុក្ខស្មាយ៉ាងអង្ចាប្លែកក្រៃនៅក្នុងអត្ថបទនេះក៏បញ្ជាក់ដែរពាក់ព័ន្ធជាមួយនឹងយើងមើលលេខយោងទី2ទី1ហ្នឹងគឺទី1ហ្នឹងពាក់ព័ន្ធជាមួយនឹងជាកំណើតគ្រប់ប្រការហ្នឹងលោកបញ្ជាក់លេខយោងខាងក្រោមហ្នឹងកំណើតរបស់សត្វមាន4យ៉ាងគឺជាលំពុជ្ជៈកើតក្នុងគោ1អន្តជៈកើតក្នុងពង1សង្សេតជៈកើតពីចំហាយញើសក្អែល1ពុបបាតិកៈហ្នឹងគឺកើតឡើងឯងមួយអាហ្នឹងពាក់ព័ន្ធជាមួយនឹងកំណើត4តទៅពេលលេខយោងទី2ហ្នឹងគឺលោកបញ្ជាក់ពាក់ព័ន្ធជាមួយពាក្យហ្នឹងគឺជាពាក្យខ្មែរសម័យបុរាណដូចគ្នាប៉ុន្តែលោកបញ្ជាក់ថាភពប្រុងហ្នឹងគឺភពធំហើយភពឆ្មាហ្នឹងគឺភពតូចក្នុងស្ដីហ្នឹងគឺលោកបញ្ជាក់ប៉ុណ្ណឹងបាទពាក់ព័ន្ធជាមួយភពហ្នឹងក្នុងលោកបញ្ជាក់ហ្នឹងគឺអ្វីដែលលោកបញ្ជាក់នៅក្នុងអត្ថបទនេះគឺពាក់ព័ន្ធជាមួយនឹងកំណើត4ហើយនឹងភពដែលយើងនិយាយពីសម័យបុរាណហ្នឹងគឺយើងថាភពតូចយើងទៅហ្នឹងលោកបញ្ជាក់នៅក្នុងហ្នឹងទុំភ្នំធំអោឡាក៏សង្ខាចេញកែខៃប្រតពីនឹងឈើព្រៃក៏ចេះលៃឲ្យកើតបាន
ជារូបរាងចំលែកបែបប្លែកដោយសន្តានប៉ុន្តែមិនឃើញបានយូរប៉ុន្មានក៏ប្រែប្លាំងតែកើតឡើងកាលណាមានធម្មតាក្រុមគ្រាចាំងឈឺចាប់ស្លាប់ច្រើនណាស់ឆាប់រហ័ងគ្រប់ប្រការលងតែបានរំងាប់រលត់ស្លាប់ពួកសង្ខារទៅសុកអង្ចាយ៉ាងអោឡាឥតទុកភ័យហើយព្រះអនុរុទ្ធដែលបរិសុទ្ធដោយញៀនយាយពោលពាក្យតាមឆ្លៀងវៃល្អប្រពៃជាគាថាអោព្រះមុនីមានឫទ្ធីលើទេវតាព្រះអង្គមិនសាវាដោយតណ្ហាដល់តិចឡើយឥឡូវទ្រង់ប្រារព្ធសាច់ក្តីស្លាប់រំងាប់ហើយទ្រង់យាងតោងកង្កើយចាប់យកត្រើយសិវដ្ឋានព្រាងតីទ្រង់សប្បាយរីកស្រស់ស្រាយល្អកល្យានធ្វើកាលគឺនឹកពៀនព្រះអង្គគ្មានញាប់ញ័រសោះរលត់ព្រះសង្ខាជាអង្គចាក្នុងកាលនោះហាំងដូចភ្លើងភ្លឺប្រុងរលត់ចុះងងឹតឈឹងចំណែកព្រះអនន្តក៏អួលអន់ទ្រូងតានតឹងតែទប់ឈប់សំរឹងព្យាយាមប្រឹងពោលគាថាកាលព្រះសម្ពុទ្ធទ្រង់បរិសុទ្ធដោយប្រាជ្ញានឹកពៀនទៅកាលណាកាលនោះមហាប្រតពីធំនឹងទឹកក្នុងជលស័យព្រមទាំងព្រៃគិរីភ្នំញាប់ញ័រហាងដូចយំសោកក្រៀមក្រំស្ដាយណាស់ណានៅក្នុងនេះក៏លោកបញ្ជាក់ដែរលេខយោងទី1ហ្នឹងគឺលោកឃ្លាខាងលើហ្នឹងចាប់យកត្រើយសិវដ្ឋានត្រង់ពាក្យនេះគឺលោកព្រះបញ្ជាក់ថាទីដែលកំសាន្តណាឥតមានទុកសោករោគភ័យហៅថាសិវដ្ឋានគឺព្រះនិព្វាននឹងឯងព្រះនិព្វាននឹងអញ្ចឹងខ្ញុំសូមបញ្ចប់ត្រឹមនេះការអានការសូត្រនេះគឺជាងចាំបន្តនៅវគ្គក្រោយទៀតហើយបើបងប្អូនដែលមិនទាន់បានចុច Subscribe ជាវ Channel របស់ខ្ញុំសូមចុច Subscribe ក៏ដូចជាជាវ Channel ហ្នឹងយើងខ្មែរដាក់តែជាវណាបើយើងអង់គ្លេស Subscribe ណាអញ្ចឹងបងប្អូនជួយចុចឲ្យចុចសញ្ញាកណ្ដឹងទៅដើម្បីទទួលបានវីដេអូអប់រំថ្មីហើយរាល់ចម្ងល់អីបងប្អូនអាច comment នៅតាម comment ហ្នឹងទៅខ្ញុំអាចមើល comment បងប្អូនហើយខ្ញុំនឹងឆ្លើយតបបាទសូមអរគុណសូមគោរពជម្រាបលា